ខ្ញុំសុខចិត្តចំណាយលុយញើសជៀមដល់ទៅ300យ៉នគ្រាន់តែដើម្បីទិញខ្ទឹមស្បូវរខេកខាត់នៅចុងភូមិតែសូម្បីតែសាច់ឆ្កែក៏មិនចង់នៅផងអ្នកភូមិគ្រប់គ្នានិយាយថាការងារវាថ្មធ្វើឲ្យខួរក្បាលខ្ញុំវាក៏ចរិតអស់ហើយដាប៉ៅអើយអញមានលុយ300យ៉ននេះហើយមិនមិនយកទៅទិញខោអាវថ្មីស្លៀកពាក់ហើយរកប្រពន្ធមួយរៀបការទៅវាមិនល្អជាងទេអីចុះឯងយកលុយទៅទិញគំនូរឈើពុកភុយនេះធ្វើអីបងប្អូនទាំងអស់គ្នាមើលឲ្យច្បាស់ទៅឈិនដាប៉ៅចំណាយលុយ300យ៉នទៅទិញរបស់អត់បានការនេះអាខ្ទឹមរខេកខាត់នេះទោះបីជាឲ្យអញទេធ្វើជាបង្គន់ក៏អញខ្ពើមប្រាដែរខ្ញុំមិនខ្ជិលខ្វល់ពីសម្ដីអ្នកភូមិទាំងនេះទេខ្ញុំបានត្រឹមបង្វែរខ្លួនដើរត្រឡប់ទៅខ្ទឹមស្បូវរបស់ខ្ញុំវិញព្រោះពួកគេគ្មានថ្ងៃដឹងឡើយថានៅក្រោមដីជម្រៅបីហັດនៃខ្ទឹមនេះមានកប់របស់អាចកំបាំងដែលមានចាស់ក្នុងគម្ពីរចាស់នោះពីងទឹកខ្មៅដ៏ស័ក្តិសិទ្ធិឲ្យតែបោះផ្លែប៉ោមរលួយចូលទៅព្រឹកស្អែកឡើងវានឹងប្រែក្លាយផ្លែប៉ោមនោះភ្លាមទៅជាផ្លែប៉ោមក្រហមហ្វូជីដ៏ល្អឯកមិនខាននេះជាគេមរតចុងក្រោយតែពុកម៉ែបន្សល់ទុកឲ្យខ្ញុំវាជាញើសឈាមដែលខ្ញុំខំប្រឹងទាំងយប់ទាំងថ្ងៃស៊ីឈ្នួលវីថ្មសន្សំមួយកាក់មួយសេនតម្រាំបានប៉ុណ្ណេះអាដាប៉ៅវាក្រដោឈួតបាត់ហើយតើយកលុយទៅទិញអាខ្ទឹមរខេកក៏ខាក់អស់រលីង300យ៉នលុយប៉ុណ្ណឹងអាចទិញអង្គស៊ីបានកន្លះឆ្នាំឯណោះចាំមើលរដូវរងានឹងវាបានស្អីស៊ីមានតែរងាដាច់ខ្យល់ងាប់នឹងឯងសើចចំអកឆ្អែតហើយឬនៅបានអាល្អិតអញច្បាស់ណាស់ហីថ្ងៃនេះអញសុំទុកសម្ដីនៅទីនេះចុះបើអាចឈិនដាប៉ៅអញអាចយកអាខ្ទឹមរខេកក៏ខាក់នឹងទៅធ្វើមានធ្វើបានអញព្រមចុះចាញ់អញហ្មងបើមិនអញ្ចឹងទេខ្ញុំឃុំវាយសុកចិត្តដើរដោយក្បាលចង់ទិញមែនទេមេភូមិឆាប់រៀបចំឯកសារឲ្យវាភ្លាមទៅខ្ញុំចង់ដឹងណាស់ថាអាឈួតនឹងវានឹងងាប់ដោយរបៀបណានេះហើយគឺជាដីមាសដីប្រាក់ដែលខ្ញុំបានចំណាយប្រាក់សន្សំមួយជីវិតដើម្បីទិញវាក្នុងគម្ពីរចាស់បានសរសេរយ៉ាងច្បាស់ថាចូលតាមទ្វារ3ជំហានបែរទៅទីខាងកើត5ហត្ថរួចជីកដីជម្រៅ3ហត្ថឃើញពីងខ្មៅនោះហើយជារតនសម្បត្តិខ្ញុំមិនដឹងថាខ្លួនឯងបានជីកយូរប៉ុណ្ណាទេស្របពេលដែលដៃទាំងសងខាងរបស់ខ្ញុំចាប់ផ្ដើមឡើងរឹងកតែទុកជាប់ជីកលេងជាប់ទៅហើយនោះនេះមិនមែនជាសម្លេងជីកប៉ះផ្ទាំងធ្មេញនោះទេសម្លេងនេះស្ដាប់ទៅដូចជាប្រហោងនឹងងំឡើងមកពីងទឹកគឺពិតជាពីងទឹកមែនប៉ុន្តែប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេក្នុងគម្ពីរបានបញ្ជាក់ថាត្រូវតែដងទឹកចាក់ឲ្យពេញពីងទើបវាអាចបញ្ចេញមហិទ្ធិឫទ្ធិប៉ុន្តែនៅក្នុងខ្ទឹមស្បូវដ៏ខេកខាត់នេះគឺគ្មានអណ្ដូងទឹកសាប់តែមួយគត់គឺនៅចំកណ្ដាលភូមិតែម្ដងនៅឆ្ងាយពីទីនេះចម្ងាយដល់ទៅ2លីឯណោះផ្លែប៉ោមមួយនេះគឺខ្ញុំរើសបាននៅឯក្រោយទ្វារសហករណ៍ពីក្នុងគំនរសម្រាមតើថាតើខ្លាយជានេះគឺក៏ដង្កូវគឺពឹងផ្អែកលើការសាក់លបងម្ដងនេះហើយរាល់វិនាទីដែលកន្លងផុតទៅគឺប្រៀបដូចជាកំពុងអង្គុយលើងើភ្លើងចុះបើរឿងនេះគ្រាន់តែជារឿងព្រេងនោះចុះបើគម្ពីរមួយក្បាលនោះគ្រាន់តែសរសេរបោកប្រាស់យើងនោះតើក្នុងនោះអាចនឹងសល់ត្រឹមទឹកស្អុយមួយពីងដែរឬទេពីងកំណប់ពិតជាពីងកំណប់មែនការសើចចំអករបស់អ្នកភូមិទាំងមូលព្រមទាំងផ្សែងបារីដែលឃុំវាយផ្លុំព្រុសចំមុខខ្ញុំមកទល់ពេលនេះគឺវាស័ក្តិសមណាស់ទៅហើយនៅក្នុងយុគសម័យមួយនេះការទិញលក់នៅទីនេះភាគច្រើនគឺគិតត្រឹមកាក់នឹងសេងនោះហើយគឺជាការពិតនៃជីវិតនិងជាភាពក្រីក្រតោកយ៉ាប់បំផុតដែលមិនអាចប្រកែកបានអព្រះជាម្ចាស់អើយនេះជាក្លិនអីហ្នឹងមិនក៏ក្រអូបម្លេះនេះគឺជាផ្លែប៉ោមតាជីលោកអើយអាយុជាង40ឆ្នាំទៅហើយខ្ញុំមិនដែលធ្លាប់ឃើញផ្លែប៉ោមណាល្អគួរឲ្យចង់ញ៉ាំយ៉ាងនេះសោះក្មួយប្រុសតើផ្លែប៉ោមនេះលក់យ៉ាងម៉េចដែរមួយគ្រាប់1យ៉នហាំមួយគ្រាប់1យ៉នអញប្លន់គ្នាយ៉ាងម៉េចធម្មតាគេលក់តែប៉ុន្មានកាក់សោះក្នុង1គីឡូចុះអញយកអាផ្លែប៉ោមនេះមកលក់មួយគ្រាប់1យ៉នអាល្អិតអញឃ្លានលុយតតែឈួតហើយមែនទេយកឲ្យខ្ញុំ10មកឆាប់ឡើងកូនយំឡើងចង់ប្រេះក្បាលទៅហើយរសជាតិនេះសូម្បីតែពេលខ្ញុំទៅប្រជុំនៅឯទីក្រុងក៏មិនដែលធ្លាប់ហូបឆ្ងាញ់យ៉ាងនេះដែរផ្លែឈើល្អយ៉ាងនេះប្អូនប្រុសតើក្នុងកន្ត្រកនេះនៅសល់ប៉ុន្មានទៀតខ្ញុំមកទាំងអស់លុយ100យ៉នពេញត្រឹមតែរយៈពេលកន្លះម៉ោងសោះខ្ញុំអាចរកចំណូលបានស្មើនឹងពេលមុនដែលខ្ញុំខំវាថ្មហូរញើហូរឈាមអស់ពេលជាងកន្លះឆ្នាំទៅហើយនោះគឺជាប្រាក់កម្រៃដំបូងដើម្បីកែប្រែវាសនារបស់យើងវាជាដើមទុនសម្រាប់ចាប់ផ្ដើមលីនសៀវយៀតគឺជាយុវតីតែម្នាក់គត់ក្នុងភូមិដែលរៀនចប់វិទ្យាល័យនាងពូកែខាងគិតក្បាច់នឹងហ្វូនបានយ៉ាងរហ័សរហួនខ្ញុំចង់ពង្រីកមុខចំនួនមួយនេះឲ្យកាន់តែធំនិងរឹងមាំរាល់ចំណូលចំណាយទាំងអស់ត្រូវតែកត់ត្រាឲ្យបានច្បាស់លាស់ខ្ញុំដាច់ខាតមិនដើរផ្លូវខុសរកស៊ីទុច្ចរិតជាដាច់ខាតបងដាប៉ាកន្លែងដែលយើងលក់កាលពីម្សិលមិញគឺនៅខាងនោះដំណឹងដែលយើងរកប្រាក់បានលេចដល់ក្នុងភូមិបាត់ទៅហើយជនពាវឃុំវៃច្បាស់ជាចង់ក្តោបក្តាប់ទីផ្សារផ្ដាច់មុខហើយវាចាត់ទុកអំណាចទិញលក់នេះជារបស់ស្មើនឹងជីវិតមិនឲ្យនរណាម្នាក់រកលុយបានរំលងមុខវាឡើយអូហូនេះមិនមែនជាមហាសេដ្ឋីប្រចាំភូមិយើងទេតើអញ្ចឹងទេនិយាយថាម្សិលមិញអញរកប្រាក់បានដល់ទៅ100យ៉នពិតជាមានសំណាងធំធ្លាក់ពីលើមេឃមែនហើយឃុំវៃតើអញមានន័យថាម៉េចរកស៊ីនៅទីនេះអ្នកណាក៏ត្រូវតែគោរពច្បាប់ទម្លាប់ដែរលោកយកបន្លែលួយប៉ុន្មានកន្ត្រកនេះមកដាក់ដណ្ដើមកន្លែងគេមែនទេនេះលោកកំពុងតែមករករឿងពួកយើងដល់ចិត្តណាស់ហើយច្បាប់ទម្លាប់អីគេក្មេងស្រីមាត់នៅធំក្លិនទឹកដោះដូចជាអញនេះមីក្មេងងងហ៊ានមកនិយាយពីច្បាប់ទម្លាប់ជាមួយឃុំវៃផងណាច្បាប់ទម្លាប់នៅផ្សារព្រឹកនេះគឺអ្នកណាត្រកើមកដល់មុនគឺបានកន្លែងមុនអញមកក្រៅកន្ទេដណ្ដើមកន្លែងតាំងពីម៉ោង3ទៀបភ្លឺម្លេះវើយម៉េចខ្ពើមស្អុយមែនទេបើខ្ពើមស្អុយពួកអញរមៀលទៅលក់នៅមុខបន្ទប់ទឹកសាធារណៈទៅលោកឯងនេះច្បាស់ជាចង់មករករឿងបងដាប៉ៅដល់ចិត្តណាស់ហើយលោកឯងក្រសោបក្តោបក្តាប់តម្លៃទីផ្សារក្នុងភូមិនៅមិនទាន់គ្រប់គ្រាន់ទៀតមែនទេឥឡូវសំបីតែពួកយើងយកអីវ៉ាន់មកលក់ខ្លួនឯងក៏លោកឯងតាមមកបិទផ្លូវរារាំងពួកយើងទៀតដែរមែនទេចុះបើមែនវាថាម៉េចនាងក្មេងស្រីកុំគិតថាគ្រាន់តែការកូនក្បាច់នពន្ធកញ្ចាស់មួយអាចធ្វើជាកណេឲ្យក៏បានចុះនៅលើទឹកដីទីក្រុងលីនជាងមួយនេះទិញអីលក់អីគឺអញជាអ្នកសម្រេចអញទៅដើរតាមអំសៀដាប៉ៅក្រតោកយ៉ាក់នឹង
មិនយូរមិនឆាប់ទេអញច្បាស់ជារលីហិនហោចមិនខានប្រញាប់ឆាប់រមៀលក្បាលត្រឡប់ទៅធ្វើស្រែនៅឯភូមិវិញទៅលោកឯងនេះពិតជាថោកទាបណាស់ឈិនដាប៉ៅម្ដងនេះពិតជាសីធំហើយដែលហ៊ានទៅរករឿងជាមួយមេឈ្មួញឃុំវាយបែបនេះបិទការលក់ទៅបំបីហ្វូងទៅថ្ងៃនេះផ្លែប៉ោមទាំងនេះគឺលក់មិនចេញទេនរណាហ៊ានទិញទៅឈិនដាប៉ៅថ្ងៃនេះអញទុកពាក្យសម្ដីនៅទីនេះហើយបើអញអាចនៅផ្សារព្រឹកនេះលក់ចេញសំបីតែមួយគ្រាប់និយាយស្ដីឲ្យមានការគោរពខ្លះផងឈិនដាប៉ៅអញចង់ធ្វើអីអញសាកប៉ះអញតែបន្តិចមើលអូនស៊ីវយឺឆ្កែកំពុងតែប្រុសនៅក្នុងគំនរសម្រាមអូនមិនចាំបាច់ទៅត្បាជាមួយវាទេនាំតែធ្លាក់តម្លៃខ្លួនយើងទេជិនដាផាវអញហ៊ានឌីលអញផងថ្ងៃនេះអញនឹងប្រដៅអញឲ្យស្គាល់ដែរម្ដងមិនអីទេបញ្ជីទៅកន្លែងនេះស្អុយណាស់យើងដូរទីតាំងទៅលក់កន្លែងផ្សេងទៅជិនដាផាវអញប្រាប់អញឲ្យត្រង់ចុះនៅលើដងផ្លូវថ្ងៃនេះអាណាហ៊ានទិញផ្លែប៉ោមរបស់ជេនដាផៅសំបីតែមួយផ្លែគឺស្មើនឹងយកឃុំវៃនេះធ្វើជាស្រូវហើយការខឹងសម្បាដោយគ្មានសមត្ថភាពរបស់វាសម្រាប់បងវាស្ដាប់ទៅមិនខុសពីសំឡេងរយហាររំខានត្រចៀកនោះទេបងដាផៅតើយើងត្រូវទៅណាឃុំវៃបានបិទផ្លូវយើងអស់ទៅហើយបើយើងទៅផ្លូវផ្សេងទៀតខ្លាចតែគ្មានអ្នកណាហ៊ានទិញទេបងយើងមិនទៅផ្លូវផ្សេងទេនៅក្នុងទីប្រជុំជននេះយើងទៅកន្លែងមួយទៀតក្នុងស្រុកមួយនេះមានកន្លែងដែលឃុំវៃលូកដៃមិនដល់ហើយក៏ជាកន្លែងដែលវាដាច់ខាតមិនហ៊ានទឹកអេងក្អាងនោះដែរទីនេះជាសន្តាគាររដ្ឋណាអ្នកដែលស្នាក់នៅទីនេះសុទ្ធតែជាថ្នាក់ដឹកនាំធំទាំងអស់ពួកគេដាច់ខាតមិនទិញរបស់ពីអ្នកលក់តាមផ្លូវដូចពួកយើងទេជេនដាផៅលោកឯងឈួតបាត់ទៅហើយមែនទេលោកចង់យកផ្លែប៉ោមមកលក់ឲ្យសន្តាគាររដ្ឋមែនទេមើលសភាពលោកចុះស្លៀកពាក់រហែករហ័តជាកសិករក្រីក្រសោះហ្នឹងសន្តិសុខច្បាស់ជីវីលោកតតែពីការមិនខានទេអូនស៊ីវយឺចាំបងនៅទីនេះចុះឈប់ភ្លាមអញចង់ធ្វើអីហ្នឹងបងប្រុសទាំងពីរខ្ញុំគ្រាន់តែចង់យកផ្លែឈើមកលក់បន្តិចបន្តួចប៉ុណ្ណោះទៅថយចេញទៅអញខ្វាក់ភ្នែកទេអីបើភ្នែកមើលផងទីនេះជាកន្លែងអីទីនេះជាសន្តាគាររដ្ឋអ្នកដែលស្នាក់នៅខាងក្នុងសុទ្ធតែជាភ្ញៀវបរទេសនិងថ្នាក់ដឹកនាំកម្ពុជាម្ហូបអាហារនិងរបស់ប្រើប្រាស់គឺសុទ្ធតែជារបស់នាំចូលផ្ដាច់កសិករស្រុកស្រែក្រីក្រដូចអញនេះគ្មានសិទ្ធិមកចង់ទីនេះទេនៅហ៊ានលួចចូលមកទីនេះទៀតសាក់ឈានជើងទៅមុខមួយជំហានទៀតមើលជឿទេថាខ្ញុំនឹងចាត់ទុកអញរួចចាប់បញ្ជូនទៅប៉ុស្តិ៍ប៉ូលីសឲ្យដេកគុកកន្លះខែមិនខានអ្នកទាំងអស់គ្នាឆាប់មកមើលទីនេះលឿនឡើងមានអាល្ងងមិនស្គាល់ទៀបខ្ពស់ម្នាក់នៅទីនេះអាដាប់ហាវអញមិនខ្លាំងណាស់អីមិនក៏មិនដើរទៅមុខទៀតទៅអូខ្ញុំភ្លេចបាត់អាមនុស្សថោកទាបដូចជាអញនេះសូម្បីតែសិទ្ធិកាន់ស្បែកជើងឲ្យគេក៏គ្មានសមត្ថភាពផងបងដាផាវឈប់ទៅបងកុំបង្កចំនួនអីណាពួកយើងត្រឡប់ទៅវិញទៅផ្លែប៉ោម200ផ្លែនេះយ៉ាងហោចណាស់ក៏យើងអាចទុកខុសខ្លួនឯងបានដែរសមិទ្ធសុំទោសដែលរំខានខ្ញុំទៅសិនហើយចុះភាពកាច់សាហាវបំបញ្ញមិញបាត់ទៅណាហើយជេនដាផាវអាហែងវាក៏ត្រឹមតែជាសត្វអណ្ដើកកំសាកមួយក្បាលប៉ុណ្ណោះបងដាផាវផ្លូវនេះតហើយតាបងនោះគឺជាច្រកក្រោយរបស់សន្តាគារអូនស៊ីវយឺតាអ្នកណាជាអ្នកកំណត់ថាការចរចាជំនួញត្រូវតែដើរចូលតាមទ្វារមុខនោះបងដាផាវពួកយើងមកធ្វើអីនៅទីនេះស្អុយចង់កោះគួរហើយណាគឺរងចាំភ្ញៀវបរទេសមិនពេញចិត្តនឹងផ្លែឈើមួយវគ្គនេះទេខ្ញុំរកមើលសពកន្លែងអស់ហើយសូម្បីតែនៅសហករណ៍ក៏រកទិញអាល្អជាងនេះមិនបានដែរក្លិនក្រអូបដ៏បរិសុទ្ធមួយនេះហាក់បីដូចជាអាចលាងជម្រះព្រលឹងបានអីចឹងតើនេះជាផ្លែអ្វីទៅក្លិនមួយនេះលោកប្រធានសូមភ្លក់មើលបន្តិចទៅមិនគិតលុយទេឆ្ងាញ់អស្ចារ្យមែនស្រួយស្រាប់តែម្ដងរសជាតិបែបនេះរកអ្វីប្រៀបផ្ទឹមពុំបានតតែសោះបងប្រុសតើបងបានផ្លែឈើនេះមកពីណាចុះនៅសល់ប៉ុន្មានទៀតដែរ200ផ្លែគ្រប់ផ្លែសុទ្ធតែមានគុណភាពដូចផ្លែដែលលោកប្រធានទើបតែភ្លក់អំបញ្ញមិញអីចឹងមួយផ្លែតម្លៃ$1ហាមថ្លៃមិនត្រូវការគូប៉ុងហើយក៏មិនឲ្យជំពាក់ដាច់ខាត$1ក៏$1ចុះឲ្យតែបានផ្លែប៉ោមមួយវគ្គនេះពួកភ្ញៀវបរទេសទាំងនោះច្បាស់ជាបិទមាត់ឈប់រអ៊ូតមទៀតហើយទោះបីថ្ងៃនេះខ្ញុំចៅគូហ្វូត្រូវខាត់លុយពីហោប៉ៅខ្លួនឯងក៏ខ្ញុំត្រូវតែទិញទំនិញមួយវគ្គនេះយកមកឲ្យបានដែរ$200មិនខ្វះ1សេនទេលុយ$200អាចរកបានងាយបែបនេះហ៎កិច្ចព្រមព្រៀងដ៏មហាសាលមួយនេះត្រូវបានសម្រេចឡើងនៅក្នុងជ្រកឌឿងហែមដែលពោពេញដោយក្លិនស្អុយរលួយនេះសោះកិច្ចព្រមព្រៀងនេះបានបញ្ចប់ទៅតាមរបៀបដ៏នឹកស្មានមិនដល់ចាំសិនប្រធានចៅផ្លែឈើនេះយូរទៅខ្ញុំមានម្ដងទេប៉ុន្តែខ្ញុំមានដីកសិកម្មដែលល្អបំផុតប្រចាំភូមិឲ្យតែបន្លែដែលដាំដោយដៃខ្ញុំគុណភាពរបស់វាធានាថាល្អជាងផ្លែប៉ោមនេះទៅទៀតចុះសន្តាគាររដ្ឋរបស់លោកត្រូវការបន្លែគុណភាពខ្ពស់ដែរឬអត់ត្រូវការខ្លាំងតែម្ដងបងប្រុសឲ្យតែឯងអាចដាំបានរបស់ល្អមែនខ្ញុំចៅគូហ្វូហ៊ានយកក្បាលមកធានាទំនិញរបស់ឯងប៉ុន្មានខ្ញុំមកទាំងអស់មិនត្រឹមតែមកទេខ្ញុំនឹងទិញក្នុងតម្លៃខ្ពស់ជាងគេនៅលើទីផ្សារទៀតផងមិនបាច់ពិបាកចូលតាមទ្វារលើក្រោយបើមានទំនិញគឺដឹកមកទ្វារក្រោយនេះផ្ទាល់តែម្ដងខ្ញុំជាអ្នកក្លិនផ្ទាល់ដៃទូទាត់លុយសុទ្ធនៅនឹងកន្លែងតែម្ដងពិតជាត្រង់ទៅត្រង់មកមែនបងប្រុសនេះជាវេកុយបត្របញ្ជាក់ខែក្រោយខ្ញុំរងចាំទិញបន្លែពីបងទៀតណាបងមានប៉ុន្មានគឺខ្ញុំមកយកទាំងអស់តោះអូនយើងត្រឡប់ទៅភូមិវិញយើងដល់ពេលត្រូវធ្វើរឿងធំម្ដងហើយខ្ញុំដឹងច្បាស់ថានៅក្នុងកែវភ្នែករបស់ពួកគេមនុស្សដូចជាខ្ញុំម្នាក់នេះតែគ្មានអ្វីក្រៅពីខ្ទង់ស្បូវកញ្ចាស់មួយខ្នងច្បាស់ជាមនុស្សឈួតមិនខានបងប្អូនទាំងអស់គ្នា
ខ្ញុំសូមនិយាយដោយមិនលាក់បាំងទេត្រឹមតែ2ថ្ងៃនេះខ្ញុំរកមួយធំបានហើយថែមទាំងរកប្រាក់ចំណេញបានដល់ទៅ300យ៉នឯណោះព្រះអើយនេះតតែធ្វើការមួយឆ្នាំកន្លះទើបអាចសន្សំលុយបានប៉ុណ្ណឹងនោះខ្ញុំចេនដាផៅមិនសោយសុខតែឯងឡើយពេលនេះខ្ញុំក្តោបបានកិច្ចព្រមព្រៀងធំហើយអ្នកនឹងទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្គត់ផ្គង់ទំនិញឲ្យផ្ទះសំណាក់ខ្ញុំចង់ជួលដីឬមួយក៏ខ្ញុំនឹងប្រមូលទិញបន្លែរបស់ពុកម៉ែបងប្អូនក្នុងតម្លៃទីផ្សារខ្ញុំនឹងនាំអ្នកទាំងអស់គ្នាផ្លាស់ប្ដូរពីការរស់នៅខ្ទមស្បូវមកនៅផ្ទះឈិនតាផៅអញពិតជាមិនបានបោកប្រាស់ពួកយើងមែនទេលុយគឺនៅទីនេះស្រាប់ហើយដី3ហិកតារបស់គ្រួសារខ្ញុំនឹងប្រគល់ឲ្យអញចាត់ចែងឈិនតាផៅហាញ់ពិតជាថ្លើមធំមែនហ៊ានមកដណ្ដើមឆ្នាំងបាយនៅលើទឹកដីរបស់អញផងបានរណាហ៊ានជួលដីឲ្យអាឈិនតាផៅបានរណាហ៊ានដាំបន្លែសំបីតែមួយដាំសម្រាប់វាអញនឹងមិនប្រមូលទិញសំបីតែ1គីឡូនៅក្នុងយុគសម័យដែលព័ត៌មានត្រូវបិទជិតនិងពិបាកក្នុងការធ្វើដំណើរនេះមេឈ្មោះទឹកជ្រិតដូចជាខ្វាងវៃបានក្តោបក្តាប់ផ្ដាច់មុខនៅផ្លូវរស់តែមួយគត់របស់កសិករត្រឹមតែមួយម៉ាត់របស់អញគឺអាចធ្វើឲ្យទិន្នផលកសិកម្មរបស់ពួកហែងរលួយចោលនៅក្នុងចម្ការទាំងអស់ធ្វើឲ្យពួកហែងសំបីតែប្រេងឆាមួយដំណក់ក៏គ្មានលុយទិញហូបនារដូវចូលឆ្នាំដែរតាផៅនៅផ្ទះខ្ញុំមានកូន3នាក់រងចាំហូបបាយណាតាផៅបោះបង់ទៅពួកយើងទល់នឹងវាមិនឈ្នះទេព្រមចុះចាញ់តាមវាសនាទៅឈិនតាផៅឃើញហើយឬនៅក្នុងភូមិទឹកថ្លានេះអញគឺជាមេឃហែងរងចាំតែសងជំងឺចិត្តទៅខាត់រហូតដល់អស់ខោស្លៀកទៅហែងបងមិនបន្ទោសពួកគេទេតែបងដាច់ខាត់មិនអន់ក្បាលមុខអាខ្វាងវៃឡើយលោកឯងថាបងផៅតស៊ូតែម្នាក់ឯងអីចឹងឬបងផៅដី3ហិកតានៅtrongភូមិដែលទុកចោលគ្មានអ្នកណាដាំដុះនោះថ្ងៃនេះអូនជាអ្នកសម្រេចអូននឹងប្រគល់វាឲ្យបងទាំងអស់បងចង់ដាំអ្វីក៏បានតាមចិត្តសៀវយីឯងឈួតហើយឬអញធ្វើបែបនេះស្មើនឹងរុញគ្រួសារអញទម្លាក់រណ្ដៅភ្លើងហើយខ្វាងវៃមុខជាមិនប្រណីពួកអញទេនាងក្មេងឈួតឲ្យផ្លូវស្រួលមិនព្រមដើរចង់ដើរផ្លូវស្លាប់ទេ3ហិកតាដល់រហោស្ថាននោះមានតែធ្មូននឹងភក់ល្បាប់សោះសំបីតែស្មៅមួយសរសៃក៏ដុះមិនរួចផងអញគិតចង់យកដីនោះមកស្រោចស្រង់ស្ថានភាពឬយកសពទាំងថ្ងៃហើយសម្លឹងមើលសៀវយីដែលចេញមុខមកឈោបាំងពីមុខខ្ញុំធ្វើឲ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់ខ្វាងវៃបើកភ្នែកអញឲ្យធំហើយរងចាំមើលចុះដី3ហិកតានោះយើងឈិនតាផៅមិនត្រឹមតែអាចដាំរបស់មានជីវិតបានទេតែយើងនឹងដាំបន្លែដែលល្អបំផុតនៅលើโลกនេះឲ្យអញមើលចាំមើលទៅចុះយប់នោះខ្ញុំនិងសៀវយីបាននៅជាមួយគ្នាក្នុងខ្ទមស្បូវដកកំសត់យកគ្រាប់ពូជធម្មតាបំផុតដែលយើងអាចទិញបានយកទៅត្រាំក្នុងពាងទឹកទាំងអស់ត្រាំវាចោលរហូតដល់ទៅ3ម៉ោងពេញយើងគ្មានត្រាក់តរឬក៏គោសម្រាប់ជួររាស់នោះទេយើងមានត្រឹមតែកម្លាំងបាត់ដៃពីរគូនេះព្រមទាំងកំហឹងដ៏ឆេះឆួលនៅក្នុងទ្រូងអាឈិនតាផៅសំបីតែទេវតាក៏កាន់ជើងអញដែរវើយលិចអស់ហើយត្រូវទឹកលិចខ្ទេចអស់ហើយគ្រាប់ពូត្រូវកប់ជ្រៅក្នុងភក់ល្បាប់អស់ហើយអញចង់ឃើញហែងរលីហិនហោចផ្ទាល់ភ្នែកមើលហែងធ្លាក់ខ្លួនខ្លាចជាឆ្កែនេះថាគ្មានកន្លែងជ្រកកោនតើអ្វីពិតជាចប់ត្រឹមនេះមែនទេចុះគ្រាប់ពូដែលទើបតែត្រាំក្នុងពាងទឹកនោះតើពិតជាមិនអាចរស់រានឆ្លងកាត់ព្យុះភ្លៀងមួយនេះបានមែនទេបងផៅរលីអស់ហើយគឺពិតជារលីអស់មែនហើយមិននឹកស្មានថាគ្រាប់ពូដែលជាញើសឈាមយើងឈិនតាផៅសំបីតែទេវតាក៏មើលមុខឯងមិនចូលដែរទេវតាកំពុងតែជួយអញហើយលិចអស់ហើយលិចខ្ទេចអស់ហើយចាំមើលតែថ្ងៃស្អែកពេលព្រះអាទិត្យរះឡើងពួកវានឹងរលួយស្ងប់ខ្ទេចមិនខានបើមិនទាន់ដល់វិនាទីចុងក្រោយទេអ្នកណាឈ្នះអ្នកណាចាញ់មិនទាន់ប្រកាសនៅឡើយទេរៀបនឹងងាប់ទៅហើយនៅចង់តឹងសរសៃទៀតទឹកលិចល្បាប់ភក់យ៉ាងនេះសំបីតែដំណាំធ្វើពីដែកក៏ត្រាំរលួយខ្ទេចដែរឈិនតាផៅអញត្រៀមខ្លួនរងចាំថ្ងៃងាប់ទៅអញចង់ដឹងណាស់ថាអញយកស្អីទៅដោះស្រាយជាមួយថៅកែចៅនោះមួយយប់នេះគ្មានអ្នកណាអាចបិទភ្នែកចិត្តនោះទេមេឃភ្លឺហើយមិនថាជោគជ័យឬបរាជ័យគឺពឹងផ្អែកលើវាលដីភក់មួយកន្លែងនេះហើយអញ្ជើញមកមើលវាលដីភក់នេះទាំងអស់គ្នាមើលថាតើនៅមានស្អីរស់ទៀតអត់នាំគ្នាឆាប់មើលទៅអូហូមនុស្សអស្ចារ្យប្រចាំភូមិយើងមកដល់ហើយតាផៅយប់មិញឯងគេងលក់ស្រួលទេប្រញាប់ចុះទៅស្រង់បន្លែងចេញពីទឹកទៅចាំមើលថាគ្រាប់ពូជរបស់ហែងអាចរស់ឆ្លងផុតទឹកចំនួននេះបានអត់មកមើលទាំងអស់គ្នាមកទៅមើលទៅវិជ្ជាកម្មវាសនារបស់គេហើយសំបីតែទេវតាក៏មិនប្រទានបាយឲ្យហែងស៊ីដែរនិយាយទៅប្រយ័ត្នគេលួចលើហើយប្រយ័ត្នថៅកែខ្វាងចាត់ការទាំងយើងទៀតទៅអស់សង្ឃឹមហើយមែនទេអាឈិនតាផៅឥឡូវនេះលុតជង្គង់អង្វរទៅហើយកាត់កុងត្រាមួយផ្ទះសំណាក់នោះមកឲ្យអញអាចនឹងសល់បាយមួយម៉ាត់ឲ្យហែងស៊ីសង្គោះជីវិតហើយឲ្យហែងមកធ្វើជាអ្នកយាមទ្វារកន្លែងរបស់អញយកយ៉ាងម៉េចដែរខ្វាងវៃឯងខ្វាក់ភ្នែកហើយឬហែងថាម៉េចយើងថាឯងខ្វាក់ភ្នែកហើយបើកភ្នែកឯងឲ្យធំហើយសម្លឹងមើលឲ្យច្បាស់ទៅនេះមិនមែនជាទីបញ្ចប់ទេ
នេះទើបតែជាចំណុចចាប់ផ្ដើមនៃអភូតហេតុប៉ុណ្ណោះនេះវាមិនអាចទៅរួចទេត្រាំទឹកឡើងពេញមួយយប់ទៅហើយតែបែរជាមិនរលួយសោះព្រះជាម្ចាស់ពិតជាបើកភ្នែកមែនហួងវៃព្រះមិនកាន់ជើងមនុស្សអាក្រក់ទេទើបលោកមិនដែលតាមជួយមនុស្សដូចឯងឥឡូវនេះនាំបាក់ពួករបស់ឯងថយចេញពីដីចំការរបស់ខ្ញុំឲ្យឆាប់ហើយកុំមកប៉ះពាល់បន្លែរបស់ខ្ញុំឲ្យសោះឯងកុំអោយលឿនពេកចាំមើលថាវាហុចផុតអត់សិនទៅអាងទឹកទិព្វបុរាណដែលជីកបានពីក្រោមដីនេះទឹកយានដែលដក់នៅក្នុងនេះពិតជាទឹកមន្តស័ក្តិសិទ្ធិមែនវាមិននឹកស្មានថាអាចផ្លាស់ប្ដូរហ្សែងនិងកែប្រែគ្រាប់ពូជធម្មតាបានទាំងស្រុងបែបនេះសោះដីចំការទាំងនេះច្បាស់ជាជោគជ័យមិនខានតើលោកកំពុងនៅភូមិឈៀងស៊ុយមែនទេស្វាយក្តោបមួយដើមមានទម្ងន់ឈាមដល់ទៅ8គីឡូក្រាមឯណោះការ៉ុតមួយមើមនេះទម្ងន់ដល់ទៅ5គីឡូឯណោះគិតតាមតម្លៃខ្ពស់បំផុតដែលលោកប្រធានចៅបានកំណត់បន្លែមួយវគ្គនេះយើងអាចលក់បានលុយ3000យ៉នឯណោះប្អូនចេងបងមកយកអីវ៉ាន់ហើយព្រះអើយប្អូនចេងអញពិតជាមិនបានកុហកបងមែនគុណភាពបន្លែទាំងនេះគឺល្អជាងផ្លែប៉ោមដែលអញឲ្យបងលើកមុនទៅទៀតគួរឲ្យភ្ញាក់ផ្អើលមែននេះវាមិនមែនជាបន្លែទេគឺត្បូងមរកតច្បាស់ណាស់អីវ៉ាន់គឺនៅទីនេះទាំងអាចលើកឡើងឡានបានគ្រប់ពេលប្អូនប្រុសនេះលុយសុទ្ធ3000យ៉នមិនខ្វះ1សេនទេពិតជាធ្ងន់ដៃណាស់តាំងពីកើតមកពីជាតិនេះជាលើកទី1ហើយដែលខ្ញុំបានឃើញលុយច្រើនបែបនេះមានបានហើយអាល្អិតចេងដាប៉ាវពិតជាមានបានមែនហើយនោះគឺលុយ3000យ៉នឯណោះណាកាលនោះខ្ញុំពិតជាងឹតភ្នែកមែនមិនក៏មិនព្រមចូលរួមជាមួយគេទៅលើកដាក់ឡានទៅគ្រប់យ៉ាងហាក់រលូនខុសពីធម្មតាស្របពេលដែលកម្មករទើបតែលើកកន្ត្រកស្បៃដំបងសំឡេងម៉ាស៊ីនឡានក៏ក្រហមបោះពួយមកគៀកយ៉ាងកម្រោរួចបានបិទផ្លូវចេញតែមួយគត់ចិត្តឈឹងសូម្បីតែកង់មួយក៏គុំសង្ឃឹមថានឹងអាចលូនកាត់បានឲ្យសោះហួងវៃអញឈ្គូទេអីអញចង់ធ្វើស្អីចេងដាប៉ាវថ្ងៃនេះអញនឹងធ្វើឲ្យអញដឹងថានៅក្នុងភូមិឈៀងស៊ុយមួយនេះឲ្យតែហួងវៃម្នាក់នេះមិនមកក្បាលយកព្រមទេឯងនឹងឆាយៀតជឿគុំសង្ឃឹមថានឹងដឹកទំនិញទាំងនេះចេញទៅបានឲ្យសោះខាងវៃឯងនេះពិតជាពីមែនអញហ៊ានបិទផ្លូវមិនឲ្យពួកយើងដឹកទំនិញចេញផងតែធ្វើច្រិតជាក្មេងទំនឹងអីចឹងហ៎ថ្ងៃនេះអញធ្វើច្រិតក្មេងទំនឹងនឹងហើយចុះវាថាម៉េចតើលោកជាអ្នកណាហេតុអីបានជាមករាំងផ្លូវឡានរបស់ខ្ញុំលោកមានដឹងទេថាការពន្យាពេលទិញទំនិញរបស់សន្តាគារយើងវានឹងមានផលវិបាកអ្វីខ្លះប្រធានចៅលោកកុំអើខឹងហើយចោទប្រកាន់ខ្ញុំអីខ្ញុំជាអ្នករកស៊ីនៅទីក្រុងលីងចឹងនេះជាឈ្មោះប្រម៉ូទិញកសិផលធំបំផុតឈ្មោះខាងវៃតែខ្ញុំមករាំងឡានលោកថ្ងៃនេះគឺមិនមែនក្នុងបំណងអ្វីផ្សេងទេគឺដើម្បីជួយសង្គ្រោះលោកទៅវិញទេមែនហើយលោកកំពុងតែចាញ់បោកអាល្អិតចេងដាប៉ាវនឹងហើយបន្លែស្អុយរលួយដាំលើដីកញ្ចាស់របស់វានឹងហ៊ានហៅមកទីដល់ទៅ3000នេះវាច្បាស់ជាប្លន់គ្នាតើកុំនិយាយបែបនេះអីបន្លែរបស់ប្អូនចេងមានគុណភាពល្អណាស់ពិតជាសមនឹងតម្លៃនេះមែនអញកុំមករករឿងនៅទីនេះអីឆាប់បើកត្រាក់តចេញទៅលោកប្រធានចៅលោកកុំចាញ់បោកការសម្ដែងរបស់វាអីបន្លែនៅក្នុងដៃខ្ញុំនេះមានតម្លៃថោកជាងបន្លែចេងដាប៉ាវដល់ទៅពាក់កណ្ដាលអត់ទេគឺត្រឹមតែ1/3ប៉ុណ្ណោះត្រឹមតែ1/3ហោះដើម្បីតែចង់បំផ្លាញមុខជំនួយរបស់ខ្ញុំគេសុកចិត្តលក់ឡៃឡុងទាំងខាតដើមលោកប្រធានចៅខ្លាំងរបស់ខ្ញុំគឺនៅឯមុខភូមិនេះឯងចម្ងាយមិនដល់100ម៉ែត្រផងសូមលោកអញ្ជើញទៅមើលបន្តិចទៅចំណាយពេលមិនដល់3នាទីផងបានទុកឲ្យខ្ញុំទៅមើលចុះលោកប្រធានចៅលោកមិនអាចទៅទេទុកឲ្យនាងទៅចុះចេងដាប៉ាវអញត្រៀមខ្លួនយំទៅបើអញអាចលក់បន្លែចេញសំបីតែមួយតងខ្ញុំហួងវៃសុកចិត្តសរសេរឈ្មោះបញ្ច្រាស់ឯងមើលលោកប្រធានចៅសូមលោកមើលមកខាងនេះនេះសុទ្ធតែជារបស់ល្អដែលខ្ញុំទើបតែប្រមូលបានបើសិនជាលោកមកទាំងអស់ខ្ញុំនឹងបញ្ចុះតម្លៃពិសេសជូនលោកដាប៉ាវអញប្រកាសជាចប់កណ្ហើយលោកប្រធានចៅនេះមានន័យថាម៉េចទៅបិទមាត់របស់អញទៅទាំងស្វិតទាំងក្រៀមអញយករបស់ដែលសំបីតែជ្រូកក៏មិនស៊ីផងនេះមកលក់ឲ្យយើងហ៎មិនមែនទេលោកប្រធានចៅគឺដោយសារតែតម្លៃវាថោកតាបងបើយកបន្លែលួយអស់នេះទៅរៀបចំឡើងតោហើយភ្ញៀវហូបទៅជិះពោះនោះទោះយើងមានក្បាល10ក៏មិនគ្រប់ឲ្យគេកាត់ចោលដែរនៅក្នុងយុគសម័យនេះគុណភាពពិតប្រាកដគឺជាកំភ្លៀងដែលទះកាត់មុខខ្លាំងជាងគេប្អូនប្រុសចេងចាប់ពីពេលនេះទៅបន្លែពិសេសសម្រាប់ផ្គត់ផ្គង់ឲ្យភ្ញៀវយើងទទួលទិញពីចេងដាប៉ាវអញតែម្នាក់គត់បងចៅពិតជាមនុស្សច្បាស់លាស់មែនអញ្ចឹងលើកបន្លែឡើងទៅលើកដាក់ឡានមកប្រញាប់លើកដាក់ឡានភ្លាមទៅព្រះអើយលក់បានមែនតាបានដល់ទៅ3000យ៉នឯណោះអាហួងវៃចង្រៃនោះសុំមុខវាណា3ថ្ងៃក្រោយមកសំឡេងទូងស្គរបន្លឺឡើងកងរំពងពេញភូមិនេះជាថ្ងៃដែលភូមិឈៀងស៊ុយរបស់យើងត្រូវផ្លាស់ប្ដូរមុខមាត់ថ្មីហើយខ្ញុំធ្លាប់និយាយហើយបើចេងដាប៉ាវខ្ញុំមានបានខ្ញុំដាច់ខាត់មិនវិចខ្ចប់ស៊ីម្នាក់អញទេថ្ងៃនេះខ្ញុំនឹងប្រកាសនៅភូមិឈៀងស៊ុយយើងនេះថាយើងនឹងបង្កើតសហគមន៍កសិកម្មដាប៉ាវឲ្យតែបងប្អូនស្ម័គ្រចិត្តចូលរួមការរៀបចំដីធ្លីគឺសហគមន៍ជាអ្នកចាត់ចែងចំណែករឿងពូជនិងបច្ចេកទេសវិញខ្ញុំជាអ្នករ៉ាប់រងទាំងអស់បន្លែដែលដាំបាននេះខ្ញុំនឹងមកយកទាំងអស់តាមតម្លៃទីផ្សារខ្ពស់បំផុតដាប៉ាវពូប្រកូលដីចំការរបស់គ្រួសារយើងទាំងអស់ឲ្យអញជាអ្នកចាត់ចែងហើយណាអញគិតថាអញឈ្នះមែនទេយកសັບទៅចុះទោះបីជាអញត្រូវរលីហិនហោចទ្រព្យសម្បត្តិអស់យ៉ាងណាក៏ដោយ
ក៏អញដាច់ខាតមិនឲ្យឯងលក់បន្លែចេញបានសំបីតែមួយដើមដែរកន្លះខែក្រោយមកសហគមន៍កសិកម្មទទួលបានទិន្នផលយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកបន្លែចម្រុះគ្រប់មុខដែលប្រមូលផលបានលើកទី1នេះមានទម្ងន់រហូតដល់ទៅ 30000 គីឡូភូមិជាងស៊ុយនឹងផ្លាស់ប្ដូរវាសនាទាំងស្រុងហើយយីកើតអីនិយាយមួយមកអូនការុងយើងគ្មានការុងវេចខ្ចប់ទេកន្ត្រកនិងការុងទូទាំងទីរួមខេត្តត្រូវគេមកទិញអស់រលីងហើយចុះទៅរកទិញនៅទីរួមខេត្តឬក្នុងក្រុងទៅអូនឥឡូវនេះយើងមានលុយតើការុងពេញមួយខេត្តមិននឹងអាចបាត់ស្រមោលត្រឹមមួយយប់ទៅគឺឃុំវៃវាទៅខ្ចីលុយចងការប្រាក់ពីពួកម៉ាហ្វីយ៉ាវាកាន់លុយសុទ្ធជាង 100000 ទៅមកទិញការុងទាំងអស់ក្នុងតម្លៃថ្លៃជាងធម្មតាដល់ទៅ3ដងវាយកការុងទាំងអស់នោះទៅចាក់សោលាក់ទុកក្នុងទីរួមខេត្តថែមទាំងជួលពួកក្មេងទំនើងឲ្យយាមយ៉ាងតឹងរឹងទៀតនរណាហ៊ានលក់ឲ្យយើងវាគំរាមវាកំទេចខាងចោលចប់ហើយចប់សពគ្រប់អស់ហើយលើកនេះបើគ្មានការុងវេចខ្ចប់ទេយើងមិននឹងអាចលើកបន្លែដាក់ឡានបានទម្រាំតែដឹកទៅដល់ទីក្រុងវាច្បាស់ជារលួយខ្លាយជាទឹកមិនខានមនុស្សចង្រៃឃុំវៃវាចង់កាត់ផ្លូវរស់របស់យើងតែម្ដងតើដាប៉ាវពេលនេះតើយើងគួរធ្វើម៉េចទៅបងដាប៉ាវអូនសុំទោសអូនចាត់ការរឿងនេះមិនបានល្អទេយាកអូននាំអ្នកភូមិ2-3នាក់ទៅចំការបេះស្លឹកឈូកធំបន្តិចទៅយកមកគ្របពីលើគំនរបន្លែយើងទៅបងដាប៉ាវដល់ថ្នាក់នឹងទៅហើយគ្រប់ការពីកម្ដៅថ្ងៃមានប្រយោជន៍អីទៀតទៅភ័យស្លន់ស្លោធ្វើអីដរាបណាមេឃមិនទាន់រលំបន្លែ30000 គីឡូនេះបងច័ន្ទដាប៉ាវម្នាក់នេះច្បាស់ជាអាចបញ្ជូនវាចេញទៅបានដោយសុវត្ថិភាពពេលវេលាដែលបន្លែនឹងត្រូវរលួយគឺសល់មិនដល់10ម៉ោងទៀតនោះទេឃុំវៃហ៊ានខ្ចីលុយចងការប្រាក់ពីពួកម៉ាហ្វីយ៉ាយកវាសនាខ្លួនឯងមកភ្នាល់បិទផ្លូវយើងមិនឲ្យចេញរួចចុះអាចារ្យដាប៉ាវទៅណាហើយមិនក៏មិនទាន់ចេញមុខមកយំអង្វរទៀតហឺបិចហើយទឹកទៅអញដឹកវាចេញទៅមើលកុំប្រាប់ណាថាអញចង់ឲ្យអ្នកភូមិទាំងរាប់រយនាក់អបស្បៃក្តោបម្នាក់មួយដើរថ្មើរជើងរាប់សិបគីឡូនោះនេះជាស្អីហ្នឹងនេះមិនមែនជាត្រាក់តរតូចតាចធម្មតាទេតែវាជារថយន្តយីដុបយក្សសម្រាប់ដឹកកាកសំណល់រ៉ែរាប់តោនខ្ញុំវៃយីថាអញបានមកការរងរហែកពេញទីរួមខេត្តអស់ហើយមែនទេច័ន្ទដាប៉ាវអញទៅយករថយន្តអស់ទាំងនេះមកពីណាតែអញអត់មានការរងទេបើគ្មានការរងវេចខ្ចប់ទេទោះអញមានឡានធំប៉ុណ្ណាក៏គ្មានន័យដែរបន្លែរាប់ម៉ឺនគីឡូបើចាក់គោលើឡានវានឹងគៀបលួយខ្ទេចអស់មិនខានអញកំពុងតែបំផ្លាញខ្លួនអញហើយបងតៃកងទម្លាក់ត្រង់ឡានចុះមកបើកភ្នែកមើលឲ្យច្បាស់ទៅឃុំវៃបន្លែ30000 គីឡូនេះថ្ងៃនេះសំបីតែមួយតោងក៏ខ្ញុំមិនទុកចោលដែរខ្ញុំនឹងដឹកវាចេញឲ្យអស់ពីទីនេះអស់ចាស់ណាគេប្រើឡានដឹកកាកសំណល់រ៉ែមកដឹកបន្លែយកតែម្ដងហោអព្រះជាម្ចាស់ឲ្យវាពិតជាលេងធំកប់ចុងតែម្ដងដើម្បីមកទិញការរងវេចខ្ចប់ដាច់មុខវាហ៊ានខ្ចីលុយចងការប្រាក់ពីពួកម៉ាហ្វីយ៉ារហូតដល់ជាង100000 យ៉នឯណោះតែពេលនេះសម្ភារៈវេចខ្ចប់អស់ទាំងនោះគឺកកទៅមុខវាលក់មិនចេញឡើយចុងក្រោយខ្លាយជាគំនរសម្រាមយ៉ាងពិតប្រាកដទេវាមិនមែនជាការពិតទេយុគសម័យវាប្រែប្រួលហើយឃុំវៃអញចាញ់ហើយចាញ់រហូតដល់អស់រលីងពីខ្លួនតែម្ដងបងប្អូនអ្នកភូមិទាំងអស់គ្នាលើកបន្លែឡើងឡានមកក្រដាស់ប្រាក់សុទ្ធរាប់ម៉ឺនយ៉នទស្សនភាពដ៏នឹកស្មានមិនដល់នៅចំពោះមុខនេះពិតជាធ្វើឲ្យអ្នកគ្រប់គ្នាសឹងតែកង់បេះដូងទៅហើយពូមីងបងប្អូនទាំងអស់គ្នាបន្លែរបស់ពួកយើងគឺលក់ចេញដាច់គ្មានសល់ទេថែមទាំងបានចុះកុងត្រាសម្រាប់រដូវកាលក្រោយទៀតផងចាប់ពីពេលនេះទៅ8000ទូទាត់ចំណែកភាគលាភរួចនៅទីនេះយើងនៅសល់ប្រាក់ចំណេញសុទ្ធចំនួន 15000 យ៉នពេញតែម្ដងតាប៉ាវពេលនេះបងគឺជាសេដ្ឋីប្រាក់ម៉ឺនដំបងគេប្រចាំភូមិយើងហើយបងចង់ឲ្យឈ្មោះភូមិឈៀងស៊ុយរបស់យើងដើម្បីសុខសាយពេញទីក្រុងលីងជាងទាំងមូលតែម្ដងតើនេះមានន័យថាម៉េចទៅជាស្នាដៃរបស់អាឃុំវៃមែនទេវាលហ៊ានថានឹងមានអាកាសធាតុត្រជាក់ខ្លាំងពេលនោះតម្លៃបន្លែនឹងឡើងថ្លៃដល់ទៅ10ដងទើបវាចង់ឆ្លៀតឱកាសរដូវរងានេះវាបកយកចំណេញហើយជន់ឈ្លីបងឲ្យកប់ត្រឹមបាតជើងរបស់វាតែនេះគឺជាបាតុភូតខ្លាអត់ទ្វីបអាកាសធាតុនឹងក្តៅស្អុះស្អាប់ខុសធម្មតាវាបានយកបន្លែជាប់ភក់រាប់ម៉ឺនគីឡូទៅចាក់សោលាក់ទុកក្នុងឃ្លាំងដាច់បិទជិតគ្មានខ្យល់ចេញចូលបែបនេះពេលនេះខាងក្នុងនោះប្រកាសជាចំហាយនៅរកក្តៅគុកមិនខានឡើយប្រញាប់ទៅប្រាប់អ្នកភូមិមានរឿងធំហើយប្រញាប់ប្រមូលផលបន្លែដែលចិត្តទុំនៅក្នុងចំការទាំងអស់ឲ្យអស់ហើយលក់ចេញទាំងយប់នេះតែម្ដងបងប្រមូលផលពេលនេះវាមិនខាត់បងធំទេយើងរងចាំលេងបានទៀតហើយប្រមូលទិញកំបោររស់ពីទីផ្សារអស់រួចយកមកបាច់ជុំវិញរបងភូមិយើងជាបន្តតើបងកំពុងតែមើលឃើញអ្វីឲ្យប្រកាសទៅគឺមហន្តរាយសត្វល្អិតវានឹងមកដល់ទីនេះក្នុងពេលឆាប់នេះហើយទោះបីជាគ្មានអ្នកភូមិណាម្នាក់យល់ពីគំនិតរបស់គាត់ប៉ុន្តែក្រោមការចាត់ចែងយ៉ាងម៉ឺងម៉ាត់របស់ខ្ញុំខ្សែការពារទប់ទល់នឹងមហន្តរាយដ៏ឈួតលីលីមួយនេះក៏បានលេចជារូបរាងឡើងពិតមែនអាចារ្យដាប៉ាវមេក្តៅស្អុះស្អាប់បែបនេះអញមកបាច់កំបោរធ្វើឈ្មោះស្អីវាអញស្មានថាខ្លួនឯងជាអ្នកប្រាជ្ញចុះពីលើមេឃឬយ៉ាងម៉េចអញចាំតែរងាធ្លាក់មកនឹងខ្លាយជាសេដ្ឋីហើយអញចាំតែមើលចំការបន្លែរបស់ឯងត្រូវសត្វល្អិតស៊ីតតែរលីងទៅនោះជាស្អីហ្នឹងខ្ញុំគ្រាន់តែក្រឡេកមើលមួយផ្លែខ្យល់ដង្ហើមរបស់ខ្ញុំក៏ស្ទើរតែគំ
នេះគឺជាធម្មពលបំភ្លេចបំផ្លាញដ៏គួរឲ្យខ្លាចបំផុតរបស់ធម្មជាតិវាជាមហន្តរាយដែលមិនអាចជៀសផុតបានឡើយមកហើយវាមកមែនហើយច័ន្ទដាប៉ាល់អញឃើញទេនេះគឺទេវតាកំពុងតែជួយអញហើយមហន្តរាយសត្វល្អិតមកដល់ហើយចំការបន្លែរាប់រយហិកតារបស់ឯងបន្តិចទៀតនឹងត្រូវវាស៊ីរលីងគ្មានសល់សំបីតែសហគមន៍របស់ឯងចាប់ត្រឹមនឹងហើយចំណែកឃ្លាំងដែកដ៏ជិតឈឹងរបស់អញវិញសត្វល្អិតចូលមិនរួចទេបន្លែ 50000 គីឡូរបស់អញនឹងក្លាយជាដុំមាសមិនខានខ្ញុំហាងវៃទើបជាស្ដេចពិតប្រាកដនៅទីនេះយ៉ាងម៉េចដែរស្រែកឡូឡារងប់អីឈិនដាផាវបើកភ្នែកមើលឲ្យច្បាស់ទៅមើលថាដំណាំរបស់ឯងត្រូវសត្វល្អិតស៊ីតតែរលីងបែបណាវិនាទីនេះនៅក្នុងកែវភ្នែកមនុស្សគ្រប់គ្នាវាគឺជាក្តីវិនាតែនៅក្នុងកែវភ្នែកខ្ញុំវិញនេះគ្រាន់តែជាការសាកល្បងសមត្ថភាពពិតនៃទឹកទាបរបស់ខ្ញុំតែប៉ុណ្ណោះលបាយផេះនិងកំបោរមួយស្រទាប់នោះបូករួមជាមួយភីងរបស់ទឹកទាបទៀតសម្រាប់សត្វល្អិតចង្រៃអស់ទាំងនេះវាគឺជាសមុទ្រភ្លើងដ៏សាហាវបំផុតនៅក្នុងលោកនេះជាសមុទ្រភ្លើងដែលប្រៀបបាននឹងឋាននរកជាសមុទ្រភ្លើងដែលឆក់យកជីវិតពួកវាទាំងរស់ហាងវៃភាពល្ងងខ្លៃរបស់អ្នកគឺជាភ្នូរដ៏ធំបំផុតរបស់អ្នកហើយថ្ងៃរះប៉ុណ្ណឹងហើយអញស្រែកឡូឡារកខ្មោចយកអីថៅកែអស់ហើយអស់រលីងហើយថៅកែនិយាយឲ្យច្បាស់មើលវាយ៉ាងម៉េចគឺឃ្លាំងដែលបិទចិត្តនោះផ្ទុះបាត់ទៅហើយកុំមកនិយាយផ្ដេសផ្ដាស់លេងសាច់ណាទ្វារឃ្លាំងនោះចាក់សោធំដល់ទៅ3ជាន់បិទចិត្តឈឹងខ្យល់ចូលមិនចុះផងគឺដោយសារតែវាបិទចិត្តឈឹងនឹងហើយទើបមានរឿងបន្លែអន់ 50000 គីឡូដែលសាមទឹកជោគនោះត្រូវកម្ដៅជាង30អង្សាហប់ដូចយកចំហុយទៅហើយបន្លែលួយឡើងមេបង្កជាឧស្ម័នពុលពេញនឹងសម្ពាធខ្លាំងពេកក៏រុញផ្ដាច់សោទ្វារដែកនោះខ្ទេចអស់ទៅឥឡូវខាងក្នុងរលួយคล้ายជាភក់ស្អុយអស់ហើយថៅកែក្លិនស្អុយចាំងភីពេញបរិវេណនឹងទៅហើយដំណឹងអាក្រក់មួយនេះប្រៀបដូចជារន្ទះបាញ់កណ្ដាលថ្ងៃត្រង់វាបំបាក់ភាពអំនួតរបស់គេខ្ទេចគ្មានសល់ខ្ញុំដឹងច្បាស់ថាបន្លែ 50000 គីឡូនោះគឺជាដើមទុនចុងក្រោយសម្រាប់ត្រឡប់ស្ថានភាពរបស់គេคล้ายជាភក់ស្អុយរលួយអស់លីងទៅហើយបន្លែ 50000 ជីងៗរបស់ខ្ញុំបងប្អូនតោះយើងទៅមើលបន្លែទិព្វរបស់លោកស្ដេចនោះបន្តិចមើលទោះជានៅឆ្ងាយពីឃ្លាំងជាង100ម៉ែត្រក៏ដោយបន្លែដែលរលួយខូចនៅក្នុងនោះបានភីក្លិនស្អុយស្អុះស្អាប់យ៉ាងខ្លាំងបក់មកប៉ះមុខឈួរពេញច្រមុះតែម្ដងសូម្បីតែអ្នកស្រែដែលសាំនឹងក្លិនលីមកសัตว์ក៏ទ្រាំនឹងក្លិនឧស្ម័នពុលដ៏ស្អុយរលួយនេះមិនបានដែរខ្ញុំមិនជឿទេអញមិនជឿដាច់ខាតខាងក្នុងប្រកាសជានៅមានបន្លែល្អមិនខានមហិច្ឆតាដ៏ធំធេងរបស់គេរួមទាំងលុយដែលខ្ចីគេមកចាប់ភ្នាល់ទាំងអស់ត្រូវបានទឹកភក់ស្អុយពណ៌ខ្មៅមួយនេះហូរត្របាក់លេបយកទៅគ្មានសល់នៅចំពោះមុខក្តីវិនាហិនហោចនេះសូម្បីតែពាក្យអួតអាងក៏លែងមានន័យអ្វីទៀតដែរតាផាវខ្ញុំខុសហើយគឺខ្ញុំជាអ្នកខុសទាំងស្រុងខ្ញុំចង់បំផ្លាញលោកតែខ្ញុំបែរជាកាត់ផ្លូវរស់ខ្លួនឯងទៅវិញពេលនេះខ្ញុំលែងសល់អ្វីទៀតហើយហាងវៃលើកក្បាលឡើងនៅក្នុងភ្នែករបស់ឯងមានតែការកេងប្រវ័ញ្ចនិងការផ្ដាច់មុខតម្លៃទាបតែនៅក្នុងភ្នែកខ្ញុំគឺការនាំយកបន្លែភូមិយើងទៅលក់ទូទាំងប្រទេសអញចង់ជន់ឆ្លៃខ្ញុំឲ្យកប់ជ្រៅទៅក្នុងដីប៉ុន្តែខ្ញុំគ្រាន់តែចង់ដឹកនាំអ្នកគ្រប់គ្នាឲ្យក្រោកឈរឡើងតែប៉ុណ្ណោះទីបំផុតគេបានដឹងខ្លួនហើយថាខ្លួនឯងចាញ់នៅត្រង់ណាគេមិនមែនចាញ់ដោយសារល្បិចក៏ទេតែចាញ់ដោយសារចក្ខុវិស័យពេលនេះទោះឯងលែងសល់អ្វីក៏ដោយតែជីវិតឯងនៅមិនទាន់ស្លាប់ទេស្អែកម៉ោង 5 ព្រឹកទៅរីកានៅសហករណ៍ចាប់ផ្ដើមធ្វើពីកម្មក្រលីសែងទៅមួយថ្ងៃ 5 កាក់បើខំធ្វើការឯងនឹងមានបាយហូបតែបើខ្ជិលចេញឲ្យឆ្ងាយពីមុខខ្ញុំអរគុណហើយបងដាផាវខ្ញុំព្រមធ្វើហើយខ្ញុំព្រមធ្វើកម្មក្រលីសែងហើយដេកចំការនៅទូទាំងតំបន់សំបីតែទូទាំងខេត្តគឺរោងការខូចខាតទាំងស្រុងតែម្ដងខ្សែសង្វាក់ផ្គត់ផ្គង់បន្លែនៅទីក្រុងលីនជាងត្រូវបានកាត់ផ្ដាច់ទាំងស្រុងត្រឹមមួយយប់បន្លែរាប់ម៉ឺនគីឡូនៅក្នុងដៃរបស់លោកខ្ញុំសូមមកផ្ដាច់ទាំងអស់ក្នុងតម្លៃថ្លៃជាងទីផ្សារ10 ដងចាប់ពីថ្ងៃនេះទៅទោះបីជាស្លឹកបន្លែស្អុយមួយសន្លឹកក៏ដោយក៏ដាច់ខាតមិនត្រូវលក់ឲ្យអ្នកទីក្រុងលីនជាងដែរយើងត្រូវតែដឹកទំនិញទាំងនេះយកទៅលក់នៅខេត្តផ្សេងក្នុងតម្លៃកប់ពកម្ខាងគឺជាប្រាក់ចំណេញដ៏មហាសាលម្ខាងទៀតគឺជាផ្លូវរស់របស់ប្រជាជនយើងប្អូនឈិនឯងដាច់ខាតមិនត្រូវយល់ព្រមជាមួយវាទេណាត្រូវទុកបន្លែទាំងនេះលក់ក្នុងតម្លៃសមរម្យនៅទីក្រុងយើងដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកទីក្រុងលីនចឹងណាខ្ញុំឈ្មោះឈៀនជីងឆៃថៅកែធំក្រុមហ៊ុនពាណិជ្ជកម្មឡុងតុងមកពីក្រៅខេត្តឈិនដាផាវទីនេះមានលុយសុទ្ធ50ម៉ឺនយ៉នគត់ឲ្យតែលោកមកក្បាលយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដាច់មុខនេះទៅលុយទាំងនេះនឹងក្លាយជារបស់លោកភ្លាមលោកមិនត្រឹមតែក្លាយជាមហាសេដ្ឋីប្រចាំទីក្រុងលីនចឹងទេទោះជាទៅដល់ទីរួមខេត្តក៏ដោយក៏លោកនៅតែជាបុគ្គលមានមុខមាត់ម្នាក់ដែរប្អូនឈិនមើលចុះពេលនេះទីក្រុងលីនជាងទាំងមូលកំពុងតែវឹកវរអស់ហើយផ្សារបន្លែទាំងអស់ត្រូវបិទទ្វារសូម្បីតែបន្លែស្អុយរលួយនៅផ្សារងឹតក៏ត្រូវគេបញ្ចេះតម្លៃឡើងដល់2យ៉នទៅហើយប្រជាជនទិញបន្លែហូបលេងបានកម្មកររោងចក្រធំក៏អត់បាយហូបសូម្បីតែអាហារដ្ឋានមន្ទីរពេទ្យក៏លែងមានអីចំអិនដែរ
ប្អូនប្រុសបន្លែរាប់ម៉ឺនចិននេះជាស្បៀងសង្គ្រោះជីវិតប្រជាជនរាប់សែនអ្នកក្នុងទីក្រុងលីនចឹងណាបើបងបណ្ដោយឲ្យថៅកែជៀនប្រមូលយកទៅអស់នោះទីផ្សារទំនិញក្នុងក្រុងនឹងត្រូវវឹកវរលីអស់មិនខានទេប្រជាជនច្បាស់ជាដាច់ពោះស្លាប់ហើយពិតមាត់នាងឯងគិតថាខ្លួនឯងជាស្អីសម័យនេះជាយុគសម័យសេដ្ឋកិច្ចបើកទូលាយគេគិតតែពីការជួញដូរដោយសេរីទេអ្នកហ៊ានថ្លៃខ្ពស់អ្នកនោះបានហើយពួកវាគ្មានបាយស៊ីវាតាក់ទងស្អីនឹងយើងឈិនដាផាវលោកជាមនុស្សឆ្លាតមនុស្សស្លាប់រស់ទ្រព្យសត្វស្លាប់រស់ចំណីលុយសុទ្ធ50,000 យន់នៅនឹងមុខមិនព្រមយកបែរជាទៅចង់បានប្រាក់កម្រៃ30,000 យន់ដល់កំសត់នោះទៅលោកមានបញ្ហាមែនទេចុះហាត់ធ្លេខាទៅហើយយកលុយទៅថ្ងៃនេះទំនិញមួយវគ្គនេះយើងដាច់ខាតត្រូវតែយកឲ្យបានមនុស្សគ្រប់គ្នាកំពុងតែរងចាំការសម្រេចចិត្តរបស់យើងអាវ៉ាងរហេមរហាមដូចជាឯងនេះក៏សមនឹងមកដណ្ដើមទំនិញពីយើងដែរថៅកែឈៀនលោកដឹងទេថាលុយនេះមានក្លិនអ្វីក្លិនស្អីក្លិនក្រអូបរបស់លុយនឹងណានេះហើយគឺជាក្លិននៃអំណាចនិងឋានៈនោះអីលោកគិតខុសហើយលុយរបស់លោកមានក្លិនស្អុយរលួយនៃឈាមរាសដែលត្រូវគេជញ្ជក់ឈាមឯងចង់ធ្វើស្អីខ្ញុំចិនដាប៉ាវពិតជាស្រឡាញ់លុយមែនប៉ុន្តែរាល់មួយសេនដែលខ្ញុំរកបានដាច់ខាតត្រូវតែស្អាតស្អំភ្លឺស្វាងដោយយុត្តិធម៌មិនខ្មាស់ស្មេកមិនខ្មាស់ដីឡើយលោកចង់យកលុយមកទិញផ្ដាច់ផ្លូវរស់របស់ទីក្រុងលីនជាងដើម្បីកេងចំណេញពីទុកលំបាកអ្នកអតីមែនទេលុយបែបនេះខ្ញុំខ្ពើមណាស់ទឹកចំនួនកំពុងជន់លិចប្រជាជនកំពុងប្រឈមនឹងការដាច់ស្បៀងលោកឆ្លៀតឱកាសកេងប្រវ័ញ្ចពេលគេមានអាសន្នចង់យកលុយមកទិញផ្ដាច់ច្រកដង្ហើមរស់របស់ប្រជាជនទីក្រុងលីនជាងយកទៅលក់កេងចំណេញក៏សាបីជាត្រូវលើកចោលទាំងអស់របស់រាជក៏ខ្ញុំដាច់ខាតមិនលក់ឲ្យអាសត្វតិរឆានដូចជាលោកឯងដែរសូម្បីតែបន្លែមួយសន្លឹកក៏ដោយចេញពីភូមិរបស់ខ្ញុំភ្លាមទៅចេញទៅយកលុយដ៏ស្អុយរលួយរបស់លោកឯងចេញទៅឲ្យឆ្ងាយទៅឆាប់ចេញទៅបងដាប៉ាវនិយាយត្រូវហើយពួកយើងមិនត្រូវការលុយទុច្ចរិតទាំងនេះទេល្អណាស់ចិនដាប៉ាវយើងទុកមុខឲ្យតែឯងប្រហែលណាស់មែនទេអញគិតថាបើឯងមិនលក់ឲ្យយើងឯងអាចជួយសង្គ្រោះទីក្រុងលីនជាងបានអញ្ចឹងឬឯងគិតថាមានតែអាល្ងងនោះដែលចេះប្រើល្បិចទិញផ្ដាច់យានយន្តដឹកជញ្ជូនមែនទេរាល់យានជំនិះដែលមានកង់ទាំងអស់នៅតំបន់នេះត្រូវបានកូនចៅយើងខាត់ទុកនៅចំណតរថយន្តអស់គ្មានសល់ទេយើងចង់ដឹងណាស់ពេលដែលគ្មានឡានសំបីមួយគ្រឿងតើឯងបញ្ជូនបន្លែ30,000 គីឡូនេះទៅកាន់ទីក្រុងដោយរបៀបណាចាំមើលពេលបន្លែទាំងនេះរលួយខូចអស់យើងចង់ដឹងថាតើឯងនៅមានមុខធ្វើជាវីរបុរសទៀតឬអត់ចប់ហើយលើកនេះគឺចប់មែនទេហើយតាប៉ាវបើគ្មានរថយន្តធំទេពួកយើងច្បាស់ជាដឹកទៅមិនរួចទេប្រជាជនក្នុងក្រុងរងចាំដល់ថ្ងៃស្អែកលែងបានទៀតហើយចង់ប្រឆាំងនឹងយើងមែនទេឯងនៅខ្ចីមួយរដងចាំតតែបន្លែនេះរលួយអស់ហើយឯងព្រមលុតជង្គង់ចុះចាញ់លុយ50,000នេះនឹងធ្លាក់សល់ត្រឹមតែ50,000ប៉ុណ្ណោះថៅកែឈៀនល្បិចលោកពិតជាខ្ពស់ជាងខ្វាងវ៉ៃមែនប៉ុន្តែលោកបានដើរអុកខុសមួយក្តារយ៉ាងធ្ងន់ធ្ងរបំផុតថៅកែឈៀនយុទ្ធសាស្ត្ររបស់លោកពិតជាឆ្លាតជាងខ្វាងវ៉ៃបន្តិចមែនប៉ុន្តែតើលោកដឹងទេថាលោកបានធ្វើរឿងឆ្គងមួយយ៉ាងធ្ងន់ធ្ងរបំផុតខុសអីគេដល់ម៉ោងហើយបងដាប៉ាស្ដាប់មើលសមិទ្ធចិនដាប៉ាថ្នាក់ដឹកនាំក្រុងទទួលបានរបាយការណ៍បន្ទាន់របស់លោកហើយថ្នាក់ដឹកនាំក្រុងយកចិត្តទុកដាក់លើរឿងនេះខ្លាំងណាស់ប្រឈមមុខនឹងគ្រោះមហន្តរាយដ៏អាក្រក់បែបនេះរាល់ការប៉ុនប៉ងទាំងឡាយឆ្លៀតឱកាសកេងប្រវ័ញ្ចពីទុកលំបាករបស់ប្រជាជនគឺស្មើនឹងកំពុងប្រមាថដល់ច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតថ្នាក់ដឹកនាំក្រុងបានសម្រេចចិត្តទាំងយន្តការបញ្ជាការសង្គ្រោះហើយថែមទាំងបានអនុម័តបញ្ជូនរថយន្តយោធាដឹកជញ្ជូនចំនួន15គ្រឿងទាំងអស់ឲ្យភូមិឈៀងស៊ុយជាអ្នកចាត់ចែងសមិទ្ធចិនដាប៉ាបន្លែរបស់លោកមិនមែនគ្រាន់តែជាទំនិញសម្រាប់លក់ដូរទេតែវាគឺជាក្តីសង្ឃឹមនិងអាយុជីវិតរបស់ប្រជាជនបញ្ជូននេះគឺមិនគិតថ្លៃសំបីមួយកាក់មួយសេនឡើយថ្នាក់ដឹកនាំក្រុងបញ្ជូនរថយន្តមកដល់ហើយពួកយើងមានសង្ឃឹមហើយបងដាប៉ាពិតជាអស្ចារ្យមែននេះជារថយន្តយោធាសង្គ្រោះបន្ទាន់តើគេបើកចូលមកដល់ក្នុងភូមិយើងផ្ទាល់តែម្ដងថៅកែឈៀនអំបញ្ញមិញលោកនិយាយថាចង់បិទផ្លូវឡានទាំងអស់នៅស្ថានីយ៍គ្រឿងចក្រមែនទេឥឡូវលោកសាកទៅបិទមើលថាតើលុយយកខ្វាក់នៅក្នុងដៃរបស់លោកអាចរារាំងកង់រថយន្តយោធាទាំង15គ្រឿងនេះបានឬអត់យកលុយប្រឡាក់ឈាមរាសរបស់លោករមៀលចេញពីទីនេះទៅកុំមកញ៉ៃញ៉ៃទៅមុខខ្ញុំនៅទីនេះបងប្អូនទាំងអស់គ្នារៀបចំបន្លែឡើងឡានចូលក្រុង2 ម៉ោងក្រោយមកខ្ញុំក៏បានមកដល់ទីក្រុងលីនជាងទីក្រុងទាំងមូលកំពុងតែធ្លាក់ក្នុងភាពភ័យស្លន់ស្លោយ៉ាងខ្លាំងខណៈពេលដែលទីក្រុងមួយនេះហៀបនឹងដួលរលំទៅហើយនោះខ្ញុំក៏បានមកដល់មានបន្លែស្រស់មកហើយព្រះអាយស្បៃបូកគោល្អយ៉ាងនេះគឺល្អជាងរបស់ថ្លៃកាលពីចូលឆ្នាំទៅទៀតពុកម៉ែបងប្អូនក្នុងទីក្រុងលីនជាងទាំងអស់គ្នាខ្ញុំឈ្មោះចិនដាប៉ាវមកពីភូមិឈៀងស៊ុយថ្ងៃនេះបន្លែ30,000 គីឡូនេះខ្ញុំលក់ជូនដោយមិនដំឡើងថ្លៃសំបីតែមួយកាក់ឡើយទោះបីទីផ្សាររងឹតបញ្ចូលតម្លៃខ្ពស់ដល់កម្រិតណាក៏ដោយក៏ខ្ញុំនៅតែលក់ក្នុងតម្លៃធម្មតាដែរអ្នកទាំងអស់គ្នាសូមតម្រង់ជួរបន្លែមានចំណាយគ្រប់គ្នាចំណាយពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះបន្លែ30,000 គីឡូត្រូវបានលក់អស់គ្មានសល់ចំណែកឯតម្លៃទំនិញក្នុងទីក្រុងលីនជាងក៏ត្រូវបានខ្ញុំទាញទម្លាក់មកនៅត្រឹមសភាពដើមវិញដោយជោគជ័យរយៈពេល3 ឆ្នាំនេះភូមិឈៀងស៊ុយបានប្រែមុខមាត់ថ្មីយ៉ាងសន្ធឹកសន្ធាប់ផ្លូវលំភក់ល្បាប់ពីមុនត្រូវបានជំនួសដោយផ្លូវចាក់កៅស៊ូខ្ទមស្បូវចាស់បានក្លាយជាចក្រពសិកម្មដ៏ធំបំផុតប្រចាំខេត្តខ្ញុំបានសម្រេចតាមពាក្យសន្យារួចហើយបងប្អូនអ្នកភូមិរបស់យើងពេលនេះគឺទទួលបានប្រាក់ចំណូលដោយកម្លាំងញើសឈាមនិងសេចក្តីសុចរិតសូមគោរពអញ្ជើញសហគ្រិនវ័យក្មេងឆ្នាំប្រចាំខេត្តដែលជាម្ចាស់ពានរង្វាន់មាសប្រចាំឆ្នាំលោកចិនដាប៉ាវលោកដាប៉ាវលោកពិតជាអស្ចារ្យណាស់លោកគឺជាមោទនភាពរបស់ទីក្រុងយើងទាំងមូលខ្ញុំឈរនៅទីនេះមិនមែនដើម្បីបញ្ជាក់ថាខ្ញុំអស្ចារ្យប៉ុណ្ណានោះទេឲ្យតែយើងប្រកាន់ខ្ជាប់នៅសីលធម៌និងសេចក្តីសុចរិតក្នុងខ្លួន
មិនដើរផ្លូវវិវេទទុជ្រទៅខ្វក់ទោះជាកសិករក្រីក្រក៏អាចដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យបានដែរខ្ញុំចិនដាប៉ៅអាចសាំងភាពមានបានជីងស៊ុយក៏អាចរីកចម្រើនដូចគ្នាហើយទីក្រុងលីនជាងទាំងមូលក៏អាចរុងរឿងបានដែរពួកយើងទាំងអស់គ្នានឹងមានបានរស់នៅសុខសាន្តជាមួយគ្នាខ្ញុំបានប្រើប្រាស់ប្រាជ្ញានិងចក្ខុវិស័យដើម្បីសាងឡើងយ៉ាងរឹងមាំនៅចាក់ប្រសិកម្មដ៏អស្ចារ្យមួយដែលជារបស់កសិករពិតប្រាកដកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នាំបានបញ្ចប់ទៅហើយខ្ញុំបានកាន់ដៃអូនស៊ីវយីត្រឡប់មកទីនេះតែ2នាក់ត្រឡប់មកទីកន្លែងដែលគ្រប់យ៉ាងបានចាប់ផ្ដើមខ្ទមស្បូវចាស់របស់យើងលែងមានទៀតហើយជំនួសមកវិញដោយផ្ទះកញ្ចក់ដែលកសាងឡើងដើម្បីលាក់បាំងអាចកំបាំងមួយនេះនៅក្រោមគ្រឹះស៊ីម៉ងដ៏ក្រាស់ឃ្មឹកនេះគឺជាកន្លែងកប់ទុកនៅធូរកំណប់ដែលធ្លាប់បានផ្លាស់ប្ដូរវាសនារបស់យើងវាបានបំពេញភារកិច្ចរបស់វាចប់សពគ្រប់ហើយដល់ពេលដែលវាត្រូវសម្រាកហើយចាប់ពីពេលនេះទៅទ្រព្យសម្បត្តិរបស់យើងមិនចាំបាច់ពឹងផ្អែកលើអភូតហេតុទៀតទេបងដាប៉ៅយើងធ្វើបានហើយគិតទៅផ្លូវមួយនេះតាំងពីដើមរហូតដល់ចប់ពិតជាមិនងាយស្រួលមែនមែនហើយពួកយើងធ្វើបានសម្រេចហើយពួកយើងនាពេលនេះគឺពឹងផ្អែកលើឱកាសនៃយុគសម័យពឹងលើបាតដៃទាំងទ្វេរបស់ខ្លួនឯងនិងមនសិការដ៏បរិសុទ្ធផូរផង់រឿងរ៉ាវព្រេងនិទានរបស់បងត្រូវបានបិទបញ្ចប់ត្រឹមនេះហើយជីវិតដ៏ស្រស់បំព្រងដែលជារបស់យុគសម័យដ៏អស្ចារ្យនេះទើបតែចាប់ផ្ដើមបើកទំព័រវាំងននយ៉ាងត្រចះត្រចង់បំផុតតែប៉ុណ្ណោះ